chọn bàn tới ai đặt bàn tới ai pi Petroneto buổi chơi chúa Petroneto mùi tô nước son cha rớt ban mùi crop hơi cắt lang tranh pi cà plot snit rồi bọc sai cà pia rồi bọc Flamingo chọn ban pi Petronetoដឹកសម្រួចទៅយ៉ាងលឿនហើយទាត់យ៉ាងប៉ិនប្រសពសម្រាប់បានគ្រប់បាល់ទី1តែម្ដងយើងមកមើលម្ដងទៀតនេះជាការភ្លួតស្នៀតពីខ្សែការពី Wesley ហើយ Petroneto ឆក់បាល់បានដឹកទៅយ៉ាងលឿនការទះរត់យ៉ាងលឿនបាទតាមមិនទាន់ទេពីខ្សែការពីការទះមួយជើងឆ្វេងយ៉ាងប៉ិនប្រសពទម្លុះដៃអ្នកចាំទីបានសម្រេចហើយ Rossi ជួយមិនបានទេ Agustin Rossi ជួយមិនបានល្អណាស់មួយទល់នឹង0ណែតោគីវ Chelsea ចោះសុនលើកទៅថមចូលមួយទល់នឹងសម្រាប់ Flamingo សម្រុករហូតទាល់តែបានគ្រាប់បាល់តាមស្មើការប៉ុនប៉ងមិនបោះបង់រហូតទាល់តែអាចសម្រេចបានគ្រាប់បាល់អូយការចុចមិនដាក់តែ3ប៉ះទេការកើតឡើងចេញពីជើសុនទាញហើយរកអេឡង់នៃការលើកបាល់ដូចជាអកសើប៉ុន្តែយ៉ាងណាលើកទី1អកសើលើកទី2មិនអកសើទេបាទការតែទម្លាក់ពីផ្លាតាទៅហើយក៏ថែបបានយ៉ាងល្អតែម្ដងសម្រេចបានគ្រាប់បាល់ហើយកីឡាករទើបតែបដូរចូលនៅក្នុងវគ្គទី2ទេបាទ Bruno អូយបាទ Bruno បាទ Hirigue បានមួយគ្រាប់ហើយបាទឱកាសតែទម្លាក់ថែមចូលពីតូនូសូអូយអពេកបើច្រឡំ2-0 2-1អូយតែមួយពព្រិចភ្នែកទេតោខៀវ Chelsea ត្រូវបាន Flamingo ដាក់បាន2គ្រាប់បាទកីឡាករតែមួយរូបទេរកបាន2គ្រាប់នេះឯងក្នុងនាមជាខ្សែការពារទេបាទសម្រាប់ Bruno Bruno បងប្អូននេះបាទ Bruno ល្អណាស់បាទBruno ដាក់បាន2គ្រាប់ម្នាក់ឯងទៅដូរចូលនៅក្នុងវគ្គទី2បងប្អូនយើងដែលស្រឡាញ់តោខៀវ Chelsea កំពុងតែទឹកភ្នែកហើយប៉ុន្តែយ៉ាងណាបងប្អូនយើងដែលមកលេង3គ្រាប់គឺពេញសាច់បាទយើងមកមើលម្ដងទៀតការលោតតែទម្លាក់ចូលមកមួយចុងជើងមិនអាចជួយបានទេបាទ Robert Sanchez មិនដឹងថាចាប់ត្រង់ណាទេមួយចុងជើងបញ្ចូលទីបានសម្រេចទៅហើយអូយអស្ចារ្យណាស់បាទបានមួយគ្រាប់ទៀតបាទតោគីវ Chelsea ហើយបាទអូទៅទៀតហើយពីបាទស្លាកខាងស្ដាំកាត់ចូលមួយជើងឆ្វេងថែមស្ដាំចូលធ្វើមុខមិនសប្បាយចិត្តទេបាទសម្រាប់លោកគ្រូ Enzo Maresca អ្នកគ្រប់គ្រង Chelsea ទម្លាក់ទឹកមុខ Cucurella ក៏មិនសប្បាយចិត្តបាទ Robert Sanchez ក៏មិននឹកស្មានដល់ដែរទីបំផុតរកបានគ្រាប់បាល់ទី3អូយបាទ Wallach Jan ខ្សែប្រយុទ្ធទើបតែបដូរចូលនៅក្នុងវគ្គទី2ដដែលទេអ្នកដែលរកបានគ្រាប់បាល់នេះសុទ្ធសឹងតែជាខ្សែបាទប្រយុទ្ធដែលបំរុងទេការទាញចូលយើងមកមើលផ្លាតាជាអ្នកបង្កើតឱកាសកន្លែងនេះទាត់ភាសាមកប៉ះនឹងជើងរបស់បាទ Wallach ហាក់បីដូចជាការហុចដងឲ្យដូច្នោះដែរបាទដូចជាការអាស៊ីឲ្យដូច្នោះដែរផ្ទះមួយជើងស្ដាំនេះ
ទំលុះបានសម្រេចតែម្ដង Robert Sanchez ជួយមិនបានទេរកបានគ្រាប់បាល់ទី3តោខៀវ Chelsea ចប់សពគ្រប់ហើយមួយគ្រាប់នេះទឹកភ្នែកចុងម៉ោងបាទទឹកភ្នែកចុងម៉ោងទៅមិនរួចបែរមិនបានទេអូយតោខៀវហើយអូកៀងហើយបងប្អូនយើងថាកៀងពេញហ្នឹងឯងបាទកៀងគ្រប់គ្នាឯងលោកអញ្ញាកណ្ដាផ្លុំកញ្ចាយបញ្ចប់ការប្រកួតជាផ្លូវការហើយចូលរួមអបអរសាទរទៅកាន់ក្រុមបាល់ទាត់ Flamengo ដែលបានយកឈ្នះតោខៀវ Chelsea បាទតោខៀវ Chelsea ដោយលទ្ធផល3-0បាទនៅក្នុងការប្រកួតវគ្គជម្រុះពីរង្វាន់ FIFA Club World Cup ឆ្នាំ2025បាទក្រុម D បាទអញ្ចឹង6ពិន្ទុពេញបឹបតែម្ដងបាទសម្រាប់ Flamengo 3ពិន្ទុសម្រាប់ Tokyo Chelsea 0ពិន្ទុសម្រាប់ Los Angeles 0ពិន្ទុសម្រាប់ Esperance បាទអញ្ចឹងអរគុណច្រើនមែនទែនសម្រាប់បងប្អូនយើងដែលបានបាទចូលរួមទស្សនាការប្រកួតជាមួយខ្ញុំបាទតាំងតែពីដើមរហូតដល់ចប់បាទអញ្ចឹងខ្ញុំបាទមិនមានអ្វីច្រើនទេក្រៅតែពីពាក្យអរគុណបងប្អូនយើងទាំងអស់គ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃបាទចូលរួមទស្សនាការប្រកួតមួយនេះតាំងតែពីដើមរហូតដល់ចប់បាទអញ្ចឹងខ្ញុំបាទសូមបាទគោរពអនុញ្ញាតជម្រាបលាពុកម៉ែបងប្អូនយើងត្រឹមតែប៉ុណ្ណេះសិនបាទអញ្ចឹងសន្យាជួបបងប្អូនយើងនៅប្រកួតក្រោយៗជាបន្តទៀត